តែអ្នកទាំងអស់គ្នាធ្លាប់គិតទេថាពាក្យដែលអ្នកទាំងអស់គ្នានិយាយជាសាមញ្ញតូចៗទាំងអស់នោះដែលអ្នកនិយាយពេលមានបញ្ហាអាចកំណត់អនាគតរបស់អ្នកទាំងអស់គ្នាបានមនុស្សដែលមានបញ្ហាអារម្មណ៍ខ្ពស់មិនមែនឆ្លើយតបទៅវិញលឿននោះទេពួកគេឆ្លើយតបយ៉ាងឆ្លាតវៃការអត់ធ្មត់មិនមែនបញ្ជាក់ថាអ្នកគឺជាមនុស្សខ្សោយទេហើយភាពស្ងៀមស្ងាត់នោះក៏មិនមែនជារឿងដែលគេគ្រប់គ្នាមើលមកថាអ្នកជាមនុស្សល្ងងដែរថ្ងៃនេះអ្នកនឹងរៀនពីពាក្យចិត្តសាស្ត្រដ៏មានឥទ្ធិពលដែលអាចជួយអ្នកឲ្យបានគិតថាច្បាស់ស្ងប់ស្ងាត់និងរីកចម្រើនដោយមិនបាត់បង់អ្វីដែលជាខ្លួនឯងសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel Grow Yourself with Me ឬក៏អភិវឌ្ឍខ្លួនឲ្យកាន់តែរឹងមាំជាមួយខ្ញុំនៅកន្លែងនេះកន្លែងដែលយើងរៀនអភិវឌ្ឍខ្លួនឯងបង្កើននៅបញ្ញាផ្លូវអារម្មណ៍យើងនិងបង្កើតវិន័យផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃហើយសម្រាប់ថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទដ៏សំខាន់មួយនោះគឺពាក្យចិត្តវិទ្យាដ៏វាមានឥទ្ធិពលនិងមានអំណាចដែលបង្រៀនយើងឲ្យចេះគ្រប់គ្រងនិងធ្វើឲ្យយើងអភិវឌ្ឍខ្លួនដែលខ្ញុំនឹងយកមកចែករំលែកនៅ30ប្រយោគដែលអាចជួយអ្នកទាំងអស់គ្នាឲ្យរីកចម្រើនដោយប្រាជ្ញាអត់ធ្មត់ដោយយុទ្ធសាស្ត្រនិងជៀសវាងពីការសម្រេចចិត្តដោយអារម្មណ៍ភ្លាមនិងឆាប់រហ័សពេកការរីកចម្រើនពិតប្រាកដវាមិនមែនមកពីការខិតខំតែមួយមុខតែប៉ុណ្ណោះទេប៉ុន្តែវាមកពីការយល់ដឹងអំពីវិធីដែលអ្នកគិតនិងរបៀបដែលអ្នកឆ្លើយតបចំពោះស្ថានភាពផ្សេងៗគ្នាមនុស្សជាច្រើនគិតថាការអត់ធ្មត់គឺជាការធ្វើខ្លួនឲ្យស្ងប់ស្ងាត់និងមានសភាពខ្សោយប៉ុន្តែជាក់ស្ដែងការអត់ធ្មត់គឺជាបញ្ញាវាបានផ្ដល់នូវពេលវេលាដើម្បីឲ្យយើងបានគិតនិងមានពេលវេលាសម្រាប់ដោះស្រាយនៅបញ្ហាចំពោះមុខវាជាសមត្ថភាពក្នុងការបញ្ឈប់រឿងមួយមកផ្លែតហើយយើងអាចនឹងមានពេលដើម្បីសង្កេតនិងជ្រើសរើសយកការឆ្លើយតបដែលមានគុណភាពវិញពាក្យសាមញ្ញដូចជាសូមអនុញ្ញាតឲ្យខ្ញុំគិតមុនសិនឃ្លាមួយនេះអ្នកខ្លះស្ដាប់ទៅអាចមានអារម្មណ៍ថាអ្នកកំពុងតែសន់នឹងការឆ្លើយតបទៅពួកគេប៉ុន្តែវាជាចំណុចល្អដែលអាចឲ្យអ្នកបង្កើតនៅចន្លោះរវាងអារម្មណ៍និងការសម្រេចចិត្តហើយប្រយោគមួយទៀតនោះគឺប្រហែលខ្ញុំក៏អាចខុសយើងមកពិភាក្សាទាំងអស់គ្នាសម្រាប់ឃ្លានេះគឺយើងអាចបន្ថយហើយបង្កើនការការពារនិងបើកផ្លូវសម្រាប់ការសិក្សានៅអ្វីដែលថ្មីបើពួកយើងគិតថាខ្លួនយើងគឺជាមនុស្សដែលចេះគ្រប់សពនោះយើងនឹងមិនបានទទួលយកនៅអ្វីដែលថ្មីទេប៉ុន្តែបើយើងបើកការពិភាក្សាជាមួយនឹងអ្នកដទៃនោះយើងនឹងមានពេលដើម្បីរៀននៅយកអ្វីដែលថ្មីពីគំនិតអ្នកដទៃដែលយើងមិនមានហើយជំនួសឲ្យការនិយាយថាអ្នកខុសហើយអ្នកទាំងអស់គ្នាអាចនិយាយបែបនេះវិញថាសូមជួយឲ្យខ្ញុំយល់ពីទស្សនៈរបស់អ្នកផងឃ្លាមួយនេះវាស្ដាប់ទៅគឺដូចយើងកំពុងតែសុំជំនួយពីអ្នកដទៃចឹងប៉ុន្តែវាបានធ្វើឲ្យការជជែកគ្នាក្លាយទៅជាការសហការវិញទោះបីជាគ្រប់គ្នាកំពុងតែមានអារម្មណ៍តានតឹងប៉ុន្តែវាក៏អាចជួយឲ្យស្ថានភាពបានធូរស្រាយហើយក៏យើងមានពេលក្នុងការដោះដូរនិងភាពជាម្ចាស់ការក្នុងការសហការដើម្បីសម្រេចនូវគោលដៅជាមួយគ្នាពេលដែលអ្នកមានអារម្មណ៍ខឹងឬក៏តានតឹងការនិយាយក្នុងចិត្តថានេះគ្រាន់តែជាអារម្មណ៍មិនមែនជាការពិតវាអាចជួយបង្កើននូវការគ្រប់គ្រងខ្លួនឯងហើយការរីកចម្រើនផងដែរក៏ត្រូវការយល់ដឹងអំពីអភិក្រិតនៃការគិតឬក៏ cognitive bias ដែលអាចធ្វើឲ្យយើងមានការសម្រេចចិត្តខុសក៏ដូចជាប្រយោគមួយទៀតនោះតើមានផុសតាងអ្វីដែលផ្ទុយនឹងជំនឿរបស់ខ្ញុំឃ្លានេះគឺវាអាចជួយបង្កើននូវការគិតវិភាគនិងភាពទាបឬក៏ទន់បានក្នុងស្ថានភាពតានតឹងអ្នកក៏អាចនិយាយថាខ្ញុំអាចឆ្លើយតបយ៉ាងស្ងប់ស្ងាត់ទោះបីខ្ញុំមិនយល់ស្របក៏ដោយដែលបង្ហាញពីការគ្រប់គ្រងអារម្មណ៍របស់អ្នកទាំងអស់គ្នាហើយប្រយោគមួយទៀតដែលមានឥទ្ធិពលនោះគឺមិនមែនគ្រប់អ្វីទាំងអស់ដែលត្រូវការឆ្លើយតបពីខ្ញុំទេដែលជួយការពារធម៌ពលផ្លូវចិត្តរបស់អ្នកសម្រាប់ឃ្លាវឌ្ឍនភាពលើសពីភាពល្អឥតខ្ចោះវិញនោះក៏អាចជួយអ្នកឲ្យឈប់ខ្លាចនៅការបរាជ័យបានការចេះដាក់ព្រំដែនក៏សំខាន់ដែរដោយនិយាយថាខ្ញុំគោរពមតិយោបល់របស់អ្នកប៉ុន្តែខ្ញុំជឿផ្លូវផ្សេង
hay bà dânនិយាយអំពីការអភ័យទោសវិញជំនួសឲ្យការសុំទោសជាញឹកញាប់អ្នកអាចនិយាយថាសូមអរគុណចំពោះការអត់ធ្មត់របស់អ្នកហើយនេះក៏ជារឿងមួយដែលរក្សានៅកិត្តិយសនិងភាពជឿជាក់ផងដែរពេលមានភាពមិនប្រកបអ្នកក៏អាចនិយាយថាខ្ញុំនឹងធ្វើជំហានតូចមួយបន្ទាប់ដើម្បីជៀសវាងពីការភ័យខ្លាចហើយសម្រាប់កម្លាំងពិតប្រាកដនោះវិញមិនមែននៅក្នុងការឈ្នះនៅក្នុងការជជែកគ្រប់លើកនោះទេប៉ុន្តែនៅក្នុងការរក្សាសន្តិភាពនិងភាពច្បាស់លាស់ហើយពាក្យដែលអ្នកបានប្រើរាល់ថ្ងៃវាអាចបង្កើតទៅជាទម្លាប់ក្នុងការគិតថ្មីនិងការអភិវឌ្ឍបញ្ញាអារម្មណ៍របស់អ្នកបានកាលណាអ្នកអនុវត្តប្រយោគទាំងនេះជាប្រចាំអ្នកនឹងក្លាយទៅជាមនុស្សដែលមានភាពស្ងប់ស្ងាត់និងមានការគិតយុទ្ធសាស្ត្រនិងមានទំនាក់ទំនងល្អជាមួយអ្នកដទៃការរីកចម្រើនវាមិនមែនជាការខ្លាចទៅជាមនុស្សល្អឥតខ្ចោះនោះទេប៉ុន្តែវាជាការយល់ដឹងអំពីខ្លួនឯងហើយនឹងជ្រើសរើសយកការឆ្លើយតបដែលមានបញ្ញាហើយនឹងទទួលបាននូវសន្តិភាពទាំងយើងនិងអ្នកដទៃដែលយើងកំពុងនិយាយជាមួយពួកគាត់ការចេះធ្វើឲ្យអ្នកដទៃឲ្យមានអារម្មណ៍ល្អក្នុងការនិយាយជាមួយយើងនោះប្រៀបដូចជាយើងចេះគោរពនិងផ្ដល់តម្លៃនៅកិត្តិយសរបស់យើងដោយមិនចាំបាច់បង្ហាញទៅពួកគាត់ទាំងអស់គ្នាដូច្នេះហើយសូមចាប់ផ្ដើមពីថ្ងៃនេះអត់ធ្មត់ដោយមានបញ្ញាសប្បុរសដោយមានព្រំដែននិងស្ងប់ស្ងាត់ដោយមានកម្លាំងពីខាងក្នុងដូច្នេះហើយខ្ញុំមានប្រយោគខាងលើនេះដែលបានចែករំលែកទៅអ្នកទាំងអស់គ្នាដែលជារបៀបក្នុងការនិយាយហើយវាក៏មានជាសុជីវធម៌និងផ្ដល់ជាបញ្ញាហើយខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់នៅវីដេអូក្នុង Channel Grow Yourself with me ឬក៏កន្លែងអភិវឌ្ឍខ្លួនឲ្យរឹងមាំជាមួយខ្ញុំពីដើមរហូតដល់ចំណុចនេះប្រសិនបើវីដេអូនេះវាមានជាប្រយោជន៍សូមជួយចុច like ហើយនិង subscribe មកកាន់វីដេអូរបស់ខ្ញុំក្នុង Channel នេះផងដើម្បីទទួលបាននៅការអភិវឌ្ឍនិងគំនិតដែលខ្ញុំបានចែករំលែកដ៏មានអត្ថន័យរៀងរាល់ថ្ងៃយើងនឹងអភិវឌ្ឍខ្លួនឲ្យកាន់តែល្អជាមួយគ្នាម្ដងទៀតនៅវីដេអូក្រោយខ្ញុំនឹងរកនៅប្រធានបទណាដែលល្អដើម្បីជាគន្លឹះនិងគំនិតក្នុងការនិយាយឬក៏ជា mindset ក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែល្អដោយវាផ្ដល់ជាភាពអភិវឌ្ឍសម្រាប់ខ្លួនរបស់អ្នកផ្ទាល់ដោយមិនរស់នៅពឹងលើអ្នកដទៃដូច្នេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយម្ដងទៀតខ្ញុំសូមអរគុណម្ដងទៀតហើយក៏សូមជម្រាបលា